បញ្ហានៅក្នុងជំទប់ទី6នេះគឺទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍លោកអាដាមវាត្រឹមខាងដើមបានមានប្រសាសន៍ហើយអាដាមជំទាវបានចូលរួមទាក់ទងកិច្ចការងាររឿងច្បាប់ចរាចរណ៍ផ្លូវធំនេះប្រហែលថ្ងៃកន្លងមកគឺយើងសម្ដែងនៅការបារម្ភមួយចំនួនទាក់ទងទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍កិច្ចការឡើងពីការធ្វើចរាចរណ៍ចំពោះទី6នេះខ្ញុំយល់ឃើញថាយើងគួរតែសិក្សាបានច្បាស់ពីគ្រោះថ្នាក់ចរាចរណ៍ខ្លះវាអាចបង្កើតឲ្យប៉ះពាល់ទៅដល់គ្រោះថ្នាក់សង្គមគ្រោះថ្នាក់សង្គមបានន័យថាទាក់ទងទៅនឹងសេចក្តីថ្លៃថ្នូរនៃសង្គមយើងទាំងមូលឧទាហរណ៍ករណីខ្លះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងហើយអ្នកដំណើរក៏បានតែគ្រូក៏មានអំណាចជួនណាក៏ទីក៏ភ្លើងយកមកជុំវាទៀតអាហ្នឹងហើយវាអាចប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរនៃសង្គមទាំងមូលអាហ្នឹងហៅថាគ្រោះថ្នាក់សង្គមអញ្ចឹងខ្ញុំយល់ឃើញថាដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់សង្គមនេះគឺទាមទារនូវការចូលរួមពីស្ថាប័នជាច្រើនជាពិសេសគឺស្ថាប័នតុលាការដែលត្រូវធ្វើការងារនេះកសាងនូវសេចក្តីទុកចិត្តសម្រាប់ប្រជាពលរដ្ឋទូទៅហើយសម្រាប់ឲ្យអ្នកដែលបង្កគ្រោះថ្នាក់ហ្នឹងធ្វើខុសគឺទទួលបាននូវយុត្តិធម៌អ្នកដែលទទួលរងគ្រោះក៏ទទួលបានយុត្តិធម៌ដូចគ្នាបញ្ហាទី2បញ្ហាចរាចរណ៍នេះវាអាចប៉ះពាល់ទៅនឹងបញ្ហាគ្រោះថ្នាក់សេដ្ឋកិច្ចព្រោះគ្រោះថ្នាក់សេដ្ឋកិច្ចវាជាបញ្ហាមួយដែលពាក់ព័ន្ធទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋយើងទាំងមូលចឹងដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បញ្ហាគ្រោះថ្នាក់សង្គមនិងបញ្ហាគ្រោះថ្នាក់សេដ្ឋកិច្ចគឺទាមទារនូវការចូលរួមពីគ្រប់ភាគីពីព្រោះបញ្ហាទីចរាចរណ៍គឺជាបញ្ហារបស់យើងទាំងអស់គ្នាអញ្ចឹងបញ្ហានេះគឺទាមទារនូវការចូលរួមពីស្ថាប័នជាច្រើនប៉ុន្តែខ្ញុំបានស្ដាប់លោកជំទាវឲ្យបានលើកហើយគឺត្រង់តែសំដៅទៅលើស្ថាប័នទៅដែលជាស្ថាប័នសំខាន់ដែលទាក់ទងដោយផ្ទាល់ទៅនឹងបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ហើយជាស្ថាប័នដែលចូលរួមក្នុងការបង្ការឬការកាត់បន្ថយកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ស្ថាប័នទី1គឺក្រសួងអប់រំបានលោកជំទាវវាក្នុងការបានលើកតែប៉ុន្តែខ្ញុំគ្រាន់តែបន្ថែមបន្តិចគឺថាយើងចង់មានកម្មវិធីពីប្រព័ន្ធសិក្សាដល់ឧត្តមសិក្សាប៉ុន្តែឥឡូវខ្ញុំនិយាយទៅឧត្តមសិក្សាកាលណាឧត្តមសិក្សាកាលណាយើងបញ្ចប់មហាវិទ្យាល័យនិស្សិតទាំងអស់ត្រូវសរសេរនិក្ខេបបទចឹងខ្ញុំជឿថាក្រសួងអប់រំគួរទាក់ទងទៅរាល់មហាវិទ្យាល័យទាំងរដ្ឋទាំងឯកជនដើម្បីឲ្យនិស្សិតដែលមិនបញ្ចប់មិននៅពេលដែលគាត់សរសេរនិក្ខេបបទហ្នឹងមានឱកាសទៅមូលដ្ឋានហើយបង្កើតកម្មវិធីណែនាំឬក៏ផ្ដល់ព័ត៌មានពីបញ្ហាចរាចរណ៍ទៅដល់ជាប្រវត្តិមូលដ្ឋានអានេះជាផ្នែកមួយដែលអាចចូលរួមរវាងនិស្សិតហើយនិងប្រជាពលរដ្ឋនៅមូលដ្ឋានទាក់ទងទៅនឹងបញ្ហាចរាចរណ៍ក្រសួងទី2គឺក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃពីព្រោះកន្លងមកយើងឃើញការគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺអ្នកដែលបង្កវិបត្តិមិនដឹងអត្តសញ្ញាណនៅកន្លែងណាពិបាកស្វែងរកអញ្ចឹងការល្អគឺថាក្រសួងមហាផ្ទៃគឺជំរុញការធ្វើអត្តសញ្ញាណប័ណ្ណធ្វើបានជំរុញយើងចាប់ផ្ដើមឲ្យបានបើកបរពីម៉ូតូទៅគឺអាយុ16ឆ្នាំអញ្ចឹងគឺការយើងជំរុញធ្វើអត្តសញ្ញាណប័ណ្ណឲ្យជាការធ្វើរូបមានអត្តសញ្ញាណប័ណ្ណពេលដែលគាត់ទៅបានបើកបរគាត់មានអានេះហើយពេលមានគ្រោះថ្នាក់មានបញ្ហាខ្វះលេខរបស់គាត់ហ្នឹងគឺអាចប្រាប់ថាអ្នកនោះនៅកន្លែងមិនចាំឲ្យអ្នកនោះមានឱកាសក្នុងការរកកិច្ចរួមពីការប្រកួតប្រជែងនៅពេលដែលយើងបង្កគ្រោះថ្នាក់ចរាចរណ៍ទី2ទាក់ទងទៅនឹងក្រសួងមហាផ្ទៃដែរគឺការធ្វើវិបត្តិការទៅក្រុមប្រឹក្សាគុំសង្កាត់ដើម្បីឲ្យក្រុមប្រឹក្សាគុំសង្កាត់ចូលរួមក្នុងការបញ្ជូនប្រជាពលរដ្ឋនៅមូលដ្ឋានទាក់ទងទៅនឹងបញ្ហាចរាចរណ៍ពីរាល់ថ្ងៃគឺថាដោយសារតែយើងអត់ប្រើអត់ឲ្យយើងមានយកប្រើយើងវិមជ្ឈការក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងផ្ដល់កម្មវិធីគាត់ផ្ដល់បញ្ចប់ថវិកាគាត់
ដើម្បីឲ្យគាត់ធ្វើកិច្ចការងារនឹងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានបញ្ចូលមានកម្មវិធីទៅបញ្ចូលជារដ្ឋតាមគឺការឃើញសម្រាប់សម្ដីរបស់គាត់ទី3គឺថាក្រសួងមហាផ្ទៃនឹងដែរគឺត្រូវពង្រឹងនៅអាជ្ញាធរពាក់ព័ន្ធមួយចំនួន